រៀបសួរពុកម៉ែបងប្អូនអស់គ្នាសូមស្វាគមន៍ក៏វិលត្រឡប់មកជួបគ្នាសាជាថ្មីនៅថ្ងៃនេះយើងមកសិក្សាមេរៀនបន្តគឺ Unit 2 គឺសិក្សាអំពីសំឡេងនៃអក្សរ D E និង F អក្សរ D គឺ D E E អក្សរ F គឺ F D E F D E F ឥឡូវយើងអានទាំងអស់គ្នា D Dizzy D Dizzy D dog D dog D Dizzy D dog សំខាន់គឺយើងរៀនបញ្ចេញសំឡេងសិនឥឡូវយើងអានទាំងអស់គ្នា D dog D desk D doll D duck D dog D desk D doll D duck នេះគឺជារបៀបនៃការសរសេរអក្សរ D មានសម្រាប់អក្សរធំនិងអក្សរតូចបងប្អូនអាចសង្កេតមើលបានហើយនេះគឺជាលំហាត់គេឲ្យយើងធ្វើ which one begins with the D sound អញ្ចឹងគេសួរថាតើរូបភាពនៃពាក្យមួយណាដែលផ្ដើមដោយសំឡេង D អញ្ចឹងមានរូបភាពជាច្រើនដែរនេះ computer and doll គឺមានមួយហើយគេទៀត desk ហើយមានអីទៀត dog duck ឥឡូវយើងចូលមកដល់ letter E សំឡេងប្រកបគឺ energetic energetic egg energetic egg elbow envelope envelope ស្រោមសំបុត្រ elephant elephant ម្ដងទៀត egg elbow envelope elephant នេះគឺជារបៀបនៃការសរសេរអក្សរ E big E ហើយនេះគឺ small e យើងអាចមើលតាមលេខ1 2 3របស់គេនឹងបានគឺមិនមានអ្វីច្រើនទេនេះគឺ egg envelope elbow elephant អ្វីដែលសំខាន់គឺយើងហ្វឹកហាត់បញ្ចេញសំឡេងប្រកបនឹងសិនទេអញ្ចឹងគឺមិនមានអីច្រើនទេយើងចូលមកដល់ letter F funny fish funny fish fan ផ្លិត fork សមfork farm កសិដ្ឋានហើយនេះគឺជារបៀបសរសេរអក្សរ F ធំនិងអក្សរ F តូច fan fish fork farm fan fork fish អញ្ចឹងមេរៀននេះគឺឈានចូលមកដល់ទីបញ្ចប់ហើយសម្រាប់ Unit 2 ខ្ញុំសូមរំលឹកឡើងវិញអំពីសំឡេងយើងគឺនៅក្នុង Unit 2 គឺមាន3អក្សរ D E និង F សូមអានទាំងអស់គ្នា D E F D E F D E F បាទគឺមាន3សំឡេងហ្នឹងសម្រាប់ Unit 2សម្រាប់អក្សរ D E F បាទចំពោះមេរៀននេះផងដែរក៏ឈានចូលមកដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅមេរៀនបន្តគណៈពេលនេះខ្ញុំបាទសូមលំអរកាយគ្រប់លានិងសូមអរគុណ